បាទវាសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងរបរចិញ្ចឹមជីវកម្មក៏ដូចជារបរសាងសង់ផ្ទះដើម្បីឲ្យសត្វតិកម្មនៅមិនមែនជារបរវិនិយោគថ្ងៃនេះបានចំណូលមកវិញនៅថ្ងៃស្អែកនោះទេណាបងប្អូនជាងវិនិយោគថ្ងៃនេះយើងនឹងទទួលផលមកវិញនៅរយៈពេល1ឆ្នាំទៅ1ឆ្នាំកន្លះក្រោយទៀតអាចនឹងលោតដល់2ឆ្នាំក៏មានដែរបាទអាស្រ័យទៅលើទីតាំងភូមិសាស្ត្រនិងកត្តារាំងស្ទះមួយចំនួនតូចចឹងវាអាចពជាទៅដល់ពជាការប្រមូលផលរបស់យើងតាមជាក់ស្ដែងណាតាមជាក់ស្ដែងបងប្អូនទាំងអស់គ្នាបាទចឹងនេះគឺជាទីតាំងថ្មីមួយរបស់បងប្រុសម្នាក់ដែលគាត់គឺជាអ្នកលក់ទូរស័ព្ទក៏ដូចជាជាងជួសជុលទូរស័ព្ទផងដែរនៅលើទឹកដីខេត្តពោធិ៍សាត់ហើយទៅសើបងប្រុសបងស្រីមែនតើមកគាត់ស្រឡាញ់យូរហើយគាត់ព្យាយាមសំដើមទុនសំថវិការបស់គាត់រហូតទៅដល់អាចបំពេញនៅក្តីសម័យរបស់គាត់បានបាទអញ្ចឹងទៅសើបងប្រុសបងស្រីមែនតើហើយទីតាំងមួយនេះពីខ្ញុំក្នុងនាមជាអ្នកជំនាញគឺមើលទៅឃើញថានឹងរំពឹងថានឹងទទួលបានលទ្ធផលវិជ្ជមានក្នុងកម្រិតខ្ពស់ឆាប់បានផលបងប្អូនណាបាទឆាប់បានផលបាទហើយຂະຫນាតដែលគាត់ជ្រើសរើសយកនោះគឺ5x20កម្ពស់2ជាន់ដែលជាຂະຫນាតពេញនិយមមែនតើបាទចាំមែនតើរងថ្ងៃបងប្អូនឃើញហើយគឺខ្ញុំសាងសង់ច្រើនຂະຫនាតនេះ90%ជាងគឺຂະຫນាតនេះណាបងប្អូនក្រៅពីនោះនៅមាន524 516 528 532 620អញ្ចឹងទៅបាទលាយឡំគ្នាប៉ុន្តែຂະຫນាត520នេះគឺសាបូជាងគេបងប្អូនអរគ្នាបាទជាពិសេសបងប្អូនយើងដែលទៅបម្រើការនៅប្រទេសកូរ៉េគឺគាត់ជ្រើសរើសយកຂະຫນាតនេះធ្វើច្រើនមែនតើណាបងប្អូនចាំបាទអញ្ចឹងទីតាំងនេះបងប្អូនឃើញហើយបាទវាលស្រឡះល្អបាទហើយជាតំបន់ដែលគេធ្វើស្រូវ3រដូវតំបន់នេះណាបងប្អូនឃើញនេះឃើញគេទៅមិនច្រូតប្រមូលផលហើយទេបាទហើយបរិវេណនេះវាលស្រឡះល្អអត់មានផ្ទះប្រជាពលរដ្ឋណាដែលជាយើងបើកសលេងទៅបារម្ភថាគេសលេងរបស់យើងនឹងទៅប៉ះពាល់រំខានទៅដល់ការរស់នៅរបស់បងប្អូនជាងទេបាទចឹងទីតាំងបែបនេះគឺស័ក្តិសមណាស័ក្តិសមល្អមែនទេហើយបងប្រុសគាត់កាយយកអាចដីពីខាងកតុយដីរបស់គាត់យកមកបំពេញដីដែលគាត់ត្រូវការដើម្បីសាងសង់ហ្នឹងទីតាំងដែលគាត់សាងសង់ហ្នឹងបាទចឹងខ្ញុំតម្រិតទីតាំងជូនគាត់ហើយគឺយើងក៏រៀបចំកុងត្រាជាមួយគាត់តែម្ដងបាទដើម្បីចូលសាងសង់ជូនគាត់ក្នុងពេលឆាប់ខាងមុខនេះបាទចឹងបងប្អូនទាំងអស់គ្នាបាទមានបំណងចង់សាកសួរចង់សិក្សាចង់ត្រូវការព័ត៌មានបន្ថែមតទៅនឹងទេសចកម្មបងប្អូនតទៅមកណាបាទរីករាយបកស្រាយបរិយាយជូនបងប្អូនយើងប្រកបទៅដោយជំនាញនិងវិជ្ជាជីវៈបាទជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ